Ok សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹង យើងលើកពីប្រធានបទមួយតាក់ទងជាមួយនឹង The Green Economy Blueprint តាក់ទងជាមួយនឹងអាចថាជា blueprint មួយក្នុងការធ្វើឲ្យ business យើង green ឬក៏អ្នកដែលគាត់ចាប់ផ្ដើមនៅ business ថ្មីរបៀបធ្វើ business គាត់ទៅជា business ដែល green អញ្ចឹងអូខេអញ្ចឹងយើងទៅបន្តតាក់ទងជាមួយនឹង new business imperative តាក់ទងជាមួយនឹងតើនៅពេលដែលគាត់បង្កើតនៅ business ថ្មីអ្វីដែលគាត់ត្រូវការអូខេអញ្ចឹងជាទូទៅនៅពេលដែលគេចាប់ផ្ដើមនិយាយពី business ថ្មីរឿងទី1គឺតាក់ទងជាមួយនឹង compliant demand តាក់ទងមួយ compliant demand គឺ compliant ហ្នឹងบอกថាអនុលោមយើងសំដៅទៅលើច្បាប់តាក់ទងជាមួយនឹងការរៀបចំនៅឯកសារច្បាប់ឯកសារផ្សេងទី2តាក់ទងមួយ customer shift ហ្នឹងយើងនិយាយពីការបំពេញតម្រូវការរបស់អតិថិជនមិនត្រឹមតែបំពេញតម្រូវការគឺយើងបំពេញតម្រូវការឲ្យអតិថិជនហើយថែមទាំងធ្វើឲ្យបរិស្ថាននិងអាចថាជា environment ហ្នឹងគឺ safe ឲ្យវាមានសុវត្ថិភាពដូចជាការប្រើប្រាស់នៅថង់ខ្ចប់ថង់អីដែលប្រើពីกระดาษឬក៏របស់ដែលអាចកែច្នៃបានអញ្ចឹងណាទី1ទី3ហ្នឹងគឺតកតងជាមួយនឹង startup advantage នៅពេលដែលយើងបង្កើតបានលឿនយើងចាប់ផ្ដើមបានលឿនវាធ្វើឲ្យយើងអាចថែរក្សាឬក៏ការពារបរិស្ថានក៏ដូចជាការពារពិភពលោកយើងបានកាន់តែលឿនដូចគ្នាអូខេអញ្ចឹងនេះជា pillar ទាំង4ឬក៏សសរទាំង4ដែលយើងនឹងនិយាយតទៅមួយទី1គឺ circular economy and earth system យើងនិយាយអំពីកសិកម្មសរីរាង្គទី2ហ្នឹងគឺនិយាយពី sustainable infrastructure ទី3 consumer lifestyle ទី4 B2B solution B2B ហ្នឹងអា business to business solution អូខេអញ្ចឹងតើសសរទាំង4ហ្នឹងគេចង់និយាយពីអីតាក់ទងមួយសសរស្ដំទាំង4ហ្នឹងណាអូខេអញ្ចឹងយើងចូលមកទី1យើងនិយាយពី circular system economy អូខេអញ្ចឹងបើនិយាយពី circular system economy បើយើងនិយាយពី circular system economy យើងមើលកន្លែងនេះទី1យើងមើលទៅលើកន្លែង linear model ពីមុនហ្នឹងគឺយើងយកមកប្រើប្រាស់កន្លែង take make មានថាយកមកប្រើប្រាស់ហើយផលិតបន្ទាប់មកយើងបោះវាចោលពីមុនគឺបែបហ្នឹងវាមាន cycle ប៉ុន្តែបច្ចុប្បន្នគឺយើងផ្លាស់ប្ដូរពីការធ្វើបែបហ្នឹងយើងមកប្រើជា upcycling loop តកតងជាមួយនឹងវាមាននៅវត្តរបស់វាហើយក្នុងហ្នឹងគេនិយាយជា3រឿងមានថាទី1 input ការដាក់បញ្ចូលទី2 transformation មានថាការវិវត្តឬក៏ការកែច្នៃវាទី3គឺ output លទ្ធផលចុងក្រោយមានថាយើងយកសម្រាមអាចថា waste ដូចជា newspaper plastic bottle អីហ្នឹងគឺយើងយកវាទៅ input មានថាយើងកែច្នៃវាហើយដំណាក់កាលទី2ហ្នឹងគឺ transform ការកែច្នៃយើងយកវាទៅដាក់នៅក្នុងរោងចក្រយើងធ្វើជា manufacturing ផ្សេងដើម្បីខ្លាយទៅជា product ដែលយើងអាចយកមកប្រើបានហើយទី3គឺ output យើងអាចផលិតវាចេញជារបស់ផ្សេងហើយយើងយកទៅប្រើប្រាស់បានអានឹងស្មើនឹងជា upcycling loop ហើយអូខេអញ្ចឹងយើងទៅមកចំណុចទៀតអូខេអញ្ចឹងបើយើងនិយាយពី next generation infrastructure យើងនិយាយពីថាតើអ្នកជំនាន់ក្រោយហ្នឹងគាត់នឹងធ្វើរបៀបម៉េចតកតងជាមួយនឹងការធ្វើ business គាត់វា run នៅក្នុងផ្លូវមួយហៅថា green ណាធ្វើឲ្យ business គាត់វាល្អទី1ទី2ហើយគិតគូរពីបរិស្ថានអញ្ចឹងយើងឃើញមាន layer មានស្រទាប់ទាំង3ហ្នឹងទី1និយាយពីការកែច្នៃប្រព័ន្ធទឹកគេហៅថា water recycling treatment ហ្នឹងគឺកែច្នៃប្រព័ន្ធទឹកទី1គ្រប់គ្រងកុំឲ្យទឹកខ្វះខាតយើងប្រើប្រាស់ទឹកឲ្យអស់ពីសមត្ថភាពរបស់វាហើយបើយើងមើលទៅក្នុង layer ទី2គឺការ renewable energy ថាមពលដែលកើតឡើងវិញដូចជា solar ដូចជា wind ហ្នឹងគឺតកតងជាមួយនឹងដង្ហារដែលធំដែលគេប្រើវាដើម្បីបំលែងនៅខ្យល់ទៅជាគេហៅថាចរន្តអគ្គិសនីហើយទី3គឺអគារបៃតងហ្នឹងសំដៅទៅលើការប្រើប្រាស់នៅ material ឬក៏យើងធ្វើជា building មួយហ្នឹងគឺយើងប្រើពីធនធានធម្មជាតិឬក៏អាចថារបស់ដែលអាចកែច្នៃបានយើងព្យាយាមកាត់បន្ថយការប្រើប្រាស់របស់ណាដែលមិនអាចកែច្នៃបានដោយសារវានឹងប៉ះពាល់ទៅដល់ផែនដីដូចគ្នាទី1វាអត់ងាយលាយវាអាចប៉ះពាល់ទៅដល់ស្រទាប់ផ្សេងដូចជាអូโซនឬក៏នៅពេលដែលថ្ងៃក្រោយទៅយើងអាចកំទេចវាបានអញ្ចឹងវាធ្វើឲ្យមានកាកសំណល់អស់ហ្នឹងច្រើនកាកសំណល់ដែលយើងមិនអាចបំផ្លាញបានហ្នឹងវាច្រើនអញ្ចឹងទៅធ្វើឲ្យប៉ះពាល់ដល់ស្រទាប់ផែនដីគ្នាអូខេអញ្ចឹងយើងទៅចំណុចបន្
បន្ទាប់គឺតាក់ទងជាមួយនឹងconsumer life the conscious choice តាក់ទងជាមួយនឹងការរស់នៅរបស់lifestyle របស់អតិថិជនរបស់យើងអញ្ចឹងយើងផ្លាស់ប្ដូរពីសាសនារបស់ fashion មានថា toxic norm ហ្នឹងគឺពីមុនយើងប្រើរបៀបម៉េចបន្ទាប់មកយើងបំលែងមករបៀបម៉េចអញ្ចឹងណាអញ្ចឹងតើតើមើល fashion ការកែច្នៃផ្សេងយើងកាត់បន្ថយពីការប្រើប្រាស់នៅអាចថាសម្រាមឬក៏ដូចជា plastic អីច្រើនពីមុនយើងប្រើ plastic យើងទៅច្នៃ mode យើងច្នៃអីឬក៏អាចថាយើងប្រើប្រាស់នៅ material ខ្លះដែលវាអាចប៉ះពាល់ដល់បរិស្ថានយកទៅច្នៃអញ្ចឹងណាអញ្ចឹងឥឡូវយើងកែពីហ្នឹងមកជា organic ឬក៏អាចថាជា material ផ្សេងដែលយើងអាចកែបានឬក៏វា fair practice ជាមួយនឹង labor អញ្ចឹងគឺចេញពីរោងចក្រចេញពីហ្នឹងគឺគេរៀបចំឲ្យថាតើគួរប្រើវាប៉ុណ្ណាគួរប្រើប៉ុណ្ណាដើម្បីកុំឲ្យប៉ះពាល់អូខេទី2និយាយពី eco beauty personal care កាត់បន្ថយការប្រើប្រាស់នៃគីមី chemical waste ហ្នឹងគឺកុំប្រើសម្រាប់ដែលមានជាតិគីមីខ្លាំងពេកបើសួរថាសម្រាប់មានជាតិគីមីនេះគេតាក់ទងជាមួយជាកៅនៅរបស់គាត់រាល់ថ្ងៃអាចថាគាត់ញ៉ាំរបស់ដែលប្រើplastic ឬក៏ជាកំប៉ុងជាអីហ្នឹងច្រើនហើយគាត់ gain គាត់បង្កើនសម្រាប់មកហ្នឹងអញ្ចឹងទៅគាត់ចូលទៅបោះចោលវាអាចពិបាកក្នុងការ recycle ដូចគ្នាហើយបើមើលទៅលើការ innovation វិញអូខេបើយើងមើលទៅលើការ innovation គឺតើតើមួយ packaging ផ្សេងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺយើងប្រើជាกระดาษយើងប្រើអីវិញយើងកាត់បន្ថយការប្រើប្រាស់ plastic ដូចរាល់ថ្ងៃមិនថានំមិនថារបស់ញ៉ាំមិនថារបស់វេចខ្ចប់អីចឹងណាអូខេយើងទៅចំណុចបន្តគឺ eco friendly cleaning eco friendly cleaning គឺគេសំដៅទៅលើតកតងជាមួយនឹងរបស់ផ្សេងដែលយើងប្រើប្រាស់ប្រចាំថ្ងៃដូចជាសាប៊ូដូចជារបស់ផ្សេងដែលយើងប្រើប្រាស់ប្រចាំថ្ងៃវាអាចប៉ះយើងប្រើដើម្បី clean ខ្លួនយើងដូចគ្នាក៏ដើម្បីឲ្យសម្អាតខ្លួនអញ្ចឹងណាយើងកាត់បន្ថយពីការបំលែងពីគីមីយើងយកមកប្រើជា ingredient ផ្សេងដែលវាសុវត្ថិភាពហើយវាបំលែងចេញពីធម្មជាតិមកហ្នឹងវាអាចបំលែងធ្វើឡើងវិញអាចថា recycle វាឡើងវិញយើងព្យាយាមកាត់បន្ថយការប្រើប្រាស់នៅរបស់ដែលគីមីអញ្ចឹងទៅអាចថាទាំង life style របស់អតិថិជនហើយទាំង business យើងគឺ work well ទាំងអស់គ្នាដោយសារតែយើង care ពីការរស់នៅដែលពីការប្រើប្រាស់នៅធនធានដែលវាអត់ល្អដល់ប៉ះពាល់ដល់environment យើងងាកមកប្រើអីដែលវាអាច recycle បានមានថាយើងអាចប្រើប្រាស់បានម្ដងហើយម្ដងទៀតមិនមែនថាវាយើងប្រើម្ដងហើយម្ដងទៀតហ្នឹងមានន័យថារបស់យើងប្រើហើយយើងយកប្រើទៀតគឺយើងកែច្នៃវាយើងអាចប្រើបានម្ដងទៀតនៅកន្លែងហ្នឹងណាអូខេអញ្ចឹងយើងទៅចំណុចបន្ទាប់តាក់ទងជាមួយនឹង B2B solution business to business solution ហើយយើងនិយាយពី supply chain ដូចគ្នាកន្លែងនេះយើងនិយាយពីតាក់ទងជាមួយនឹងអូខេចំណុចនេះគឺនិយាយពី business to business solution យើងឃើញ step 1គេនិយាយពី green consultant service នៅពេលដែលយើង start យើងគួរតែមាននៅ consultant តាក់ទងជាមួយនឹង green ដូចគ្នាយើងហៅ consultant ដើម្បីយើងនិយាយថាឲ្យគាត់រកចំណុចខ្វះខាតហើយរកគាត់ចំណុច add on ណាដោយសារតែក្នុងនេះយើងលើកថានៅពេលដែលយើង start ឧទាហរណ៍ថាយើងគិតដល់តាក់ទង operation assess energy audit conduct អីផ្សេងៗតាក់ទងមួយ waste reduction អញ្ចឹងថាតើពីខាង consulting របស់យើង consulting របស់គេនឹង consult មួយយើងរបៀបមិនអញ្ចឹងណាហើយអ្វីដែលវាប៉ះពាល់ impact គឺតែមួយ cost efficiency ហើយនឹង environmental responsibility តើយើងគួរគិតទៅលើរឿងអីខ្លះដើម្បីឲ្យ business យើង green ទី1ទី2កាត់បន្ថយការចំណាយដូចគ្នាហើយបើយើងមើលទៅចំណុចទី2តើតើមួយ supply chain pivot តើតើជាមួយនឹងការរើស supply យើង consult ហើយយើង identify ហើយបន្ទាប់មកយើងនឹងរើស supply ដែលត្រឹមត្រូវដែលយើងអាចថាយើងរើស supply ដែលគាត់ព្យាយាមប្រើរបស់ដែលអាចកែច្នៃឬក៏ green ដូចគ្នា green packaging green អីចឹងណាមានន័យថាយើង packaging ពណ៌បៃតងណាកន្លែងហ្នឹងគឺយើងព្យាយាមកាត់ច្នៃពីមុនយើងខ្ចប់ plastic ឥឡូវយើងមកខ្ចប់ជាกระดาษវិញដែលយើងអាចកែច្នៃបានម្ដងហើយម្ដងទៀតហើយនៅចុងក្រោយគឺ packaging solution ហ្នឹងធ្វើរបៀបម៉េចដើម្បីកាត់បន្ថយអស់ហ្នឹងដូចគ្នាអូខេអញ្ចឹងយើងទៅចំណុចបន្ទាប់អូខេ
តើតើជាមួយនឹង system agricultural shift អាចថាជា system នៅក្នុងផែនដីដែលថ្ងៃក្រោយទៅយើងផ្លាស់ប្ដូរពីការប្រើប្រាស់ទៅមានការប្រើប្រាស់យើងផ្លាស់ប្ដូរពីកសិកម្មបែបប្រពៃណីគេហៅ conventional farming ទៅជាកសិកម្មបែបសរីរាង្គកន្លែងហ្នឹង organic farming តើតើជាមួយនឹងការប្រើប្រាស់នៅកសិកម្មបែបប្រពៃណីនេះមានថាយើងពឹងផ្អែកទៅលើថ្នាំសម្លាប់សត្វល្អិតឬក៏អាចថារបស់គីមីច្រើនក្នុងការបាញ់ចូលទៅក្នុងកសិកម្មរបស់យើងគឺអាចថាយើងប្រើថាយើងបាញ់ទៅក្នុងបន្លែផ្លែឈើអញ្ចឹងណាដើម្បីបានផលមកល្អអញ្ចឹងយើងកាត់បន្ថយហ្នឹងមកពីកសិកម្មបែបប្រពៃណីហ្នឹងយើងមកជា organic farming វិញដូចជាដាំដុះផ្លែឈើហ្នឹងយើងប្រើប្រាស់អាចថាជីធម្មជាតិអីចឹងទៅកន្លែងហ្នឹងអូខេអញ្ចឹងតកតងជាមួយចំណុចបន្ទាប់យើងនិយាយពី matrix venture នៅពេលបណ្ដាក់ទុនរបៀបម៉េចចឹងនេះយើងឃើញមាន business model target market primary environment impact ហើយនិង core innovation អញ្ចឹងតើតើ business model យើងឃើញមានប្រភេទដូចជា consulting មាន packaging energy building water ផ្សេងហើយតើតើមួយ target market អ្នកណាខ្លះដែលពាក់ព័ន្ធឬក៏អាចថា involving person ឬ personal in charge មាន business to business កន្លែងនេះមានថាbusiness ហើយនិង business មួយគ្នាតែទៅ consultant ព្រោះយើងជាអ្នកដែលបង្កើត business យើងអាចថាយក business មួយហើយយើងរកអ្នកមួយទៀតដែល consult អញ្ចឹង business to business តើតើជាមួយ primary environmental impact ហ្នឹងថាតើវាត្រូវការគេខ្លះទីមួយគឺ waste សម្រាមហើយ energy optimization អញ្ចឹងកន្លែងនេះអ្វីរឿងដែលយើងត្រូវយកមកនិយាយគឺតកតងជាមួយនឹងការកាត់បន្ថយនៅសម្រាមហើយនឹងការសន្សំចៃចលនាអគ្គិសនីឬ energy ហ្នឹងហើយ core innovation cool គេ snow នៃការកែច្នៃមែនតើហ្នឹងគឺនិយាយអំពីការ audit ឬក៏ការ reduction plan ទីមួយគឺការធ្វើវិសោធនកម្មទៅលើ business យើងហើយនឹងមួយទៀតគឺការអាចថា reduction plan ហ្នឹងយើងនិយាយពីការកាត់បន្ថយអញ្ចឹងណាអូខេអញ្ចឹងយើងមាន element ផ្សេងទៀតទៅ packaging ដូចគ្នាវាមាន business to business business to customer អ្នកដែលពាក់ព័ន្ធអ្នកណាអញ្ចឹងទៅអូខេអញ្ចឹងយើងមកទៅ next slide យើងនិយាយពី integrate green ecosystem អញ្ចឹងយើងឃើញនៅកន្លែងនេះមាន A B B2 green consultant នៅពេលយើង consult និយាយពីគេតើតងជាមួយនឹងការ renewable energy ហើយនឹងbiodegradable packaging ហ្នឹងទៅហើយយើងមកទី3គឺ upcycling innovation តើតងជាមួយនឹងការកែច្នៃពី plastic យើងងាកមកប្រើរបស់ដែលអាចកែច្នៃបានតើតងមួយកណ្ដាលផ្សេងយើង provide recycling material supply ទៅជា sustainable fashion យើងកែច្នៃរបស់ហ្នឹងបើតើតងជាមួយនឹងការរស់នៅប្រចាំថ្ងៃយើងផ្លាស់ប្ដូរពីហ្នឹងយើងមកប្រើអីដែលយើងអាចកែច្នៃបានហ្នឹងទៅមិនថាការស្លៀកពាក់ការរស់នៅអីផ្សេងអញ្ចឹងណាហើយយើងមក EF តើតងជាមួយនឹង environmental water treatment ទៅជា organic farming អញ្ចឹងនេះគ្រាន់តែជា integrate ការ integrate ឬក៏ជា flow ដែលយើងបាន draft មកខ្លីៗដើម្បីឲ្យគ្នាយើងអាចយល់ក៏ដូចជាសម័យឃើញអញ្ចឹងណាថាពីមួយ step ទៅមួយ step វាប្រៀបម៉េចអូខេអញ្ចឹងកន្លែងនេះគឺ the entrepreneur action checklist តែជាមួយនឹង checklist ដែលសហគ្រិនគាត់គួរតែមានរឿងទី1ទៅមួយ audit និង supply chain ទី2 eliminate the toxin ឬក៏កាត់បន្ថយអាការប្រើប្រាស់ដែលប៉ះពាល់ហ្នឹងហើយនឹង design the loop កន្លែងហ្នឹងគឺយើងនិយាយទី1តើនៅពេលដែលគាត់ចាប់ផ្ដើម business ហ្នឹងគាត់គួរមើលលើអីអូខេអញ្ចឹងគោលបំណងយើងគឺយើងបង្កើតនៅអាចថាអនាគតមួយដែលអាចថា sustainable វាមានស្ថិរភាពហើយរាល់ការ conduct business របស់អ្នកដែលចំនួនក្រោយគឺគាត់គិតគូរទៅដល់អាចថាបរិស្ថានគិតគូរទៅដល់ផែនដីហើយនឹងគិតគូរទៅដល់មនុស្សដូចគ្នាយើងនិយាយពី people profit ហើយនឹង planet ហ្នឹងយើងអត់ចាក់ឆ្ងាយពីកន្លែងហ្នឹងទេដោយសារតែបើសិនជាយើងមិន profit ប៉ុន្តែប៉ះពាល់ទៅដល់ people ហើយនឹង planet អាហ្នឹងមិនយូរមិនឆាប់ទេទាំងអស់គ្នានឹងទទួលរងនៅតែតមួយក្រុមហ៊ុនរ៉ៃមិនថាធម្មជាតិមិនថាផ្សេងយើងនឹងប៉ះពាល់ទាំងអស់គ្នាកន្លែងហ្នឹងអូខេអញ្ចឹង
ជាចុងក្រោយខ្ញុំសូមអរគុណដល់ទាំងអស់គ្នាដែលបានចំណាយពេលទាំងអស់ដ៏មានតម្លៃមកស្ដាប់ក៏ដូចជាសិក្សាស្វែងយល់ជាមួយនឹងនៅការចាប់ផ្ដើមនៅ business មួយតើដើម្បីឲ្យវា green តើយើងនឹងធ្វើបែបណាអូខេ thank you